បន្ទាប់ពីមានការភ្ញាក់ផ្អើលរឿងអាប់ធ្មប់នៅក្នុងភូមិជាខ្លាំងស្រុកស្វាយអន្តរខេត្តព្រៃវែងដែលស្ត្រីសង្ស័យថាចេះអាប់ធ្មប់បានរត់គេចខ្លួនដើម្បីសុវត្ថិភាពលែងចូលផ្ទះធ្វើឲ្យពួកអ្នកស្រុកអ្នកភូមិនៅម្ដុំនោះកាន់តែជឿជាក់ទៅលើឈើច្រត់ដើមទ្រាំងមួយដើមថាមានបារមីនិងវែកមុខដែលចេះអំពើធ្វើគេឯងឲ្យឈឺនោះថែមទៅទៀតអ្នកភូមិជាខ្លាំងពីមុនមកនាំគ្នាងឿងឆ្ងល់ថាព្រោះតែមនុស្សនៅក្នុងភូមិខ្លះស្លាប់ជាបន្តបន្ទាប់គឺស្លាប់ច្រើនពេកសភាពអ្នកជំងឺនៅក្នុងភូមិនោះគឺប្រហាក់ប្រហែលគ្នាគ្រាន់តែចាប់ឈឺប្រមាណថ្ងៃក៏ត្រូវបានស្លាប់តែម្ដងនោះស្រាប់តែកាលពីដើមខែមករាកន្លងទៅនេះនាំគ្នាជឿជាក់ថាការស្លាប់របស់មនុស្សទាំងប៉ុន្មាននោះមិនមែនមកអំពីជំងឺនោះទេគឺស្លាប់ដោយត្រូវមន្តអាគមរបស់មេធ្មប់ចំពោះមូលហេតុដែលធ្វើឲ្យពួកគេជឿជាក់តាមបែបអបិយជំនឿនេះត្រូវបានពួកអ្នកភូមិប្រាប់ថានៅក្នុងភូមិរបស់ពួកគេមានស្ត្រីម្នាក់មានអាយុ54ឆ្នាំធ្លាប់រៀនវិជ្ជាធ្មប់ពីអ្នកលក់ថ្នាំខ្មែរម្នាក់មកពីខេត្តកំពង់ស្ពឺកាលពីជាង25ឆ្នាំមុនពួកអ្នកភូមិបានប្រាប់ទៀតថាដោយមានការសង្ស័យទៅលើសកម្មភាពរបស់ស្ត្រីនោះទើបពេលដែលមានអ្នកជំងឺម្នាក់ឈ្មោះយាយជឿនរៀបនឹងដាច់ខ្យល់ទៅគេក៏នឹកឃើញទៅដល់ឈើច្រត់មួយដើមធ្វើអំពីដើមទ្រាំងដែលជាឈើច្រត់នេះល្បីថាមានបារមីបង្ក្រាបអាបធ្មប់យកមកសាកលបងដាក់ពីលើខ្លួនអ្នកជំងឺគ្រាន់តែមានការដាក់ឈើច្រត់ប៉ះសាច់អ្នកជំងឺភ្លាមស្រាប់តែអ្នកជំងឺខំប្រឹងនិយាយទាំងហត់ក៏ឃុះហើយក៏មានស្នងនោះនិយាយប្រាប់ឈ្មោះរបស់គេនឹងបានគម្រាមថាបើអ្នកណាដែលមិនគោរពកោតក្រែងរូបគេនោះទេគឺត្រូវតែស្លាប់គ្មានគ្រូណាមកជួយបាននោះទេមិនមែនត្រឹមតែយកមកសាកល្បងលើយាយជឿនម្នាក់ប៉ុណ្ណោះនោះទេគឺសាកល្បងអ្នកជំងឺពីរអ្នកផ្សេងទៀតឃើញដូចគ្នាទាំងអស់ព្រោះតែយ៉ាងដូចនេះហើយទើបពួកអ្នកភូមិនាំគ្នាជឿជាក់ក៏លើកគ្នាសម្រុកទៅផ្ទះរបស់ស្ត្រីម្នាក់ដើម្បីរុះរើអាសនៈគ្រូទម្លាក់មកដីនិងកំទេចចោលដោយឡែកឈើច្រត់នោះដែលពីមុនមកមានមនុស្សនៅក្នុងភូមិតិចតួចទេបានជឿថាជាឈើច្រត់មានបារមីសន្ធិដ្ឋនៅនោះក្រោយអំពីការសាកល្បងឃើញស្ដែងដូច្នេះមនុស្សនៅក្នុងភូមិក៏ចាប់ផ្ដើមមានការជឿជាក់ទៅលើឈើច្រត់ដើមទ្រាំងនេះយ៉ាងខ្លាំងលោកយាយអ៊ូអាយុ76ឆ្នាំរស់នៅក្នុងភូមិជាខ្លាំងដែលកំពុងតែគ្រប់គ្រងឈើច្រត់មួយនេះបានឲ្យដឹងអំពីប្រវត្តិឈើច្រត់ទ្រាំងនេះថាឈើច្រត់នេះមានអាយុកាលទុកច្រើនដំណមកហើយលោកយាយបានលើកឡើងថាក្រោយអំពីលោកតាមិនសួងនិងប្រពន្ធឈ្មោះអ៊ុនបានអនិច្ចកម្មទៅឈើច្រត់ដើមទ្រាំងមួយនេះដំបូងបានឲ្យកូនស្រីរបស់សពរក្សាតែដោយសារតែរាសីទាបមិនអាចគ្រប់គ្រងឈើច្រត់នេះបាននោះទើបប្រគល់មកឲ្យរូបខ្ញុំដែលត្រូវជាប្អូនថ្លៃនិងជាប្អូនបង្កើតរបស់សពគ្រប់គ្រងសពថ្ងៃនេះឈើច្រត់ដើមទ្រាំងនេះមានទំហំ7ហ៊ុនបណ្ដោយ1តឹក2ហ៊ុនពណ៌ខ្មៅរលោងស្រិលហើយរាងជាច្រត់ទំពក់ថែមទៅទៀតផងលោកយាយអ៊ូបានរៀបរាប់ថាកាលពីចំនួនបងថ្លៃរបស់ខ្ញុំគឺមិនសួងនៅរស់គាត់តែងតែយកឈើច្រត់ដើមទ្រាំងនេះប្រើការសពបែបយ៉ាងដូចជាការពារខ្លួនជាមួយខ្មោចព្រាយបិសាចឬក៏អំណាចធ្មប់ជាដើមនៅក្នុងការព្យាបាលជំងឺពីព្រោះគាត់គឺជាគ្រូបុរាណប្រចាំភូមិឃុំរបស់គាត់តាមមិនសួងពូកែណាស់នៅក្នុងការព្យាបាលរោគទាទាំងឡាយទាំងចាស់ទាំងក្មេងដោយប្រើឈើច្រត់ទ្រាំងនេះជាអាវុធបណ្ដេញពួកខ្មោចព្រាយបិសាចលោកយាយបន្តថាបងថ្លៃរបស់ខ្ញុំធ្លាប់ប្រាប់ខ្ញុំថាឈើច្រត់ដើមទ្រាំងនេះគាត់បានពីខ្មោចឪពុករបស់គាត់ដែលជាគ្រូបុរាណកាលចំនួនមុនឲ្យមកគាត់គឺជាគេដោយផ្ដាំថាកុំឲ្យបាត់ឲ្យសោះឈើច្រត់ទាំងនេះខ្មោចឪពុករបស់គាត់ក៏បានពីគ្រូដែលជាអ្នកសច្ចាំងភ្នំមួយឲ្យជាវត្ថុអនុស្សាវរីយ៍តាំងពីចំនួនបុរាណមកម្លេះគាត់បានប្រាប់ទៀតថាឈើច្រត់នេះបានបញ្ចុះសិលបារមីជាច្រើនដែលគ្រូធំបានបញ្ចុះមន្តអាគមឲ្យមានមហិទ្ធិឫទ្ធិខ្លាំងពូកែថែមពីលើបារមីដើមទ្រាំងនេះយាយអ៊ូបានបន្តថាលុះដល់ម្ចាស់ឈើច្រត់ដើមទ្រាំងនេះ
អនិច្ចកម្មទៅចំនួនពលពតក៏នាំគ្នាលាក់រក្សាទុកមិនឲ្យបាត់បង់នោះទេរហូតមកដល់ឆ្នាំបែករបបពលពតប្រទេសយើងមានសិទ្ធិសេរីភាពឡើងវិញនោះកូនស្រីច្បងរបស់តាសួងបានយកឈើច្រត់នេះមករក្សាទុកនៅក្នុងផ្ទះលុះរាត្រីមួយកូនស្រីរបស់គាត់ដែលត្រូវជាក្មួយខ្ញុំម្នាក់នោះបានយល់សប្តិឃើញខ្មោចឪពុកគឺតាសួងបានប្រាប់ថាកូនស្រីឯងមិនអាចថែរក្សាឈើច្រត់ដើមទ្រាំងនេះបានទេកូនឯងត្រូវយកឈើច្រត់នេះទៅឲ្យម្ដាយឯងវិញទៅពេលនោះកូនស្រីតាសួងនេះបានបែកផ្ទះទៅនៅផ្ទះផ្សេងពីផ្ទះម្ដាយគឺទៅនៅផ្ទះខាងប្តីបន្ទាប់អំពីយល់សប្តិឃើញខ្មោចឪពុកប្រាប់ដូច្នេះក៏យកឈើច្រត់នេះមកឲ្យម្ដាយបង្កើតថែរក្សាវិញលុះបាន 5-6 ឆ្នាំយាយអ៊ុនដែលជាបងស្រីរបស់ខ្ញុំនោះគាត់ក៏អនិច្ចកម្មទៅតែមុននឹងដាច់ខ្យល់គាត់ក៏បានយកឈើច្រត់ទាំងនេះមកប្រគល់ឲ្យខ្ញុំជាប្អូនជួយថែរក្សាបន្តយាយអ៊ូបន្តទៀតថាខ្ញុំទទួលយកឈើច្រត់ដើមទ្រាំងនេះមកថែរក្សាទុកនិងប្រើការរហូតមកដល់សព្វថ្ងៃនេះទៅតាមបណ្ដាំរបស់តាសួងនឹងឯងយាយបន្តទៀតថាយប់មួយតាសួងបានមកបញ្យល់សពខ្ញុំថាឈើច្រត់នេះឯងត្រូវថែរក្សាកុំឲ្យមានការបាត់ហើយឯងឧស្សាហ៍រៀបចំជាទៀនធូបស្លាម្លូមួយគូនិងបាញ់ទឹកអប់ជាគ្រឿងក្រអូបឲ្យផងដែរដើម្បីឲ្យឈើច្រត់នេះមានបារមីខ្លាំងពូកែលោកយាយបន្តថាពេលដែលខ្មោចព្រាយបិសាចឬក៏អ្នកតាឬក៏ត្រូវបានអំពើធ្មប់ព្រាយជាដើមគ្រាន់តែយកឈើច្រត់នេះមកដាក់លើខ្លួនអ្នកជំងឺនោះខ្មោចឬក៏ព្រាយនឹងរត់ចេញភ្លាមហើយស្រែកយំថែមទៀតផងដូចជាក្នុងករណីថ្មីនេះគ្រាន់តែយកមកដាក់ទៅលើអ្នកជំងឺស្រែកចេញសម្លេងរបស់អ្នកដែលធ្វើធ្មប់នោះធ្វើឲ្យគេដឹងគ្រប់គ្នា